ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដាក់លក្ខខណ្ឌចូលរួមកិច្ចប្រជុំកំពូលអាស៊ានទាល់តែមានពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជាថៃទីក្រុងវ៉ាស៊ីនតោនប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះលុះត្រាតែរដ្ឋាភិបាលម៉ាឡេស៊ីយល់ព្រមអនុញ្ញាតឲ្យលោកធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនៅក្រៅកិច្ចប្រជុំកំពូលនេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី7ខែតុលាឆ្នាំ2025ពិធីនេះនឹងផ្ដល់ឲ្យលោកដូណាល់ត្រាំនៅឱកាសដ៏ល្អឥតខ្ចោះដើម្បីបង្ហាញខ្លួនថាគឺជាអ្នកបង្កើតសន្តិភាពនៅលើឆាកអន្តរជាតិបន្ទាប់ពីលោកបានដើរតួយ៉ាងសំខាន់នៅក្នុងការបញ្ចប់ចំនួនព្រំដែនរយៈពេល5ថ្ងៃរវាងប្រទេសទាំងពីរកាលពីខែកក្កដាសេតវិមានក៏បានស្នើសុំជាពិសេសឲ្យអ្នករៀបចំកិច្ចប្រជុំកំពូលដកមន្ត្រីចិនចេញពីពិធីនេះផងដែរដើម្បីធានាថាការយកចិត្តទុកដាក់មានតែលើលោកដូណាល់ត្រាំតែម្នាក់ឯងព្រមទាំងកាត់បន្ថយតួនាទីរបស់ទីក្រុងប៉េកាំងក្នុងការសម្របសម្រួលរវាងទីក្រុងបាងកកនិងភ្នំពេញគូបញ្ជាក់ផងដែរថាការទាមទាររបស់លោកដូណាល់ត្រាំនេះគឺបានធ្វើឲ្យម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពដ៏លំបាកមួយក្នុងការសម្រេចចិត្តនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមជៀសវាងការធ្វើឲ្យលោកដូណាល់ត្រាំខកចិត្តខណៈមេដឹកនាំម៉ាឡេស៊ីកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលលោកសង្ឃឹមថានឹងអាចជួយកាត់បន្ថយពន្ធគយរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នគឺ 19% ទៅលើផលិតផលនាំចូលពីម៉ាឡេស៊ីក៏ប៉ុន្តែទីក្រុងកូឡាឡាំពួរក៏មិនចង់ធ្វើឲ្យទីក្រុងប៉េកាំងដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសនិងជាប្រភពដ៏សំខាន់នៃការវិនិយោគពីបរទេសអអន់ចិត្តនោះដែរនៅក្នុងហេតុការណ៍ដ៏ពិបាកក្នុងការសម្រេចចិត្តនេះយើងចាំមើលថាតើលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនឹងត្រូវសម្រេចចិត្តបែបណាដើម្បីកុំឲ្យខ្នើសចិត្តខាងលោកដូណាល់ត្រាំនិងកុំឲ្យអអន់ចិត្តខាងលោកស៊ីជីនពីង2ឆ្នាំនៃសង្គ្រាមអ៊ីស្រាអែលហាម៉ាស់បានបំផ្លាញតំបន់ហ្គាហ្សាស្ទើរតែទាំងស្រុង2ឆ្នាំបន្ទាប់ពីសង្គ្រាមអ៊ីស្រាអែលហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី7ខែតុលាឆ្នាំ2023ចំនួននេះបានធ្វើឲ្យមនុស្សស្លាប់រង្គាលខណៈអ៊ីស្រាអែលបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទើរតែខ្ទេចគ្មានសល់យោងតាមការចុះផ្សាយរបស់ Reuters ប្រជាជនប៉ាឡេស្ទីនជាង 67,000 នាក់ត្រូវបានសម្លាប់និងជាង 16,000 នាក់ផ្សេងទៀតរងរបួសខណៈដែលអ៊ីស្រាអែលបានរាយការណ៍ថាមានមនុស្សស្លាប់ប្រហែលជាង 1,600 នាក់ប៉ុណ្ណោះដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស់មនុស្សជិត 2 លាននាក់នៅហ្គាហ្សាបានផ្លាស់ទីលំនៅនិងមនុស្សជាច្រើននៅតែបាត់ខ្លួននៅក្រោមគំនរបាក់បែកអគារក្នុងការវាយប្រហារសង្គ្រាមបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់ហ្គាហ្សាមានដូចជាមន្ទីរពេទ្យសាលារៀននិងផ្ទះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់អ៊ីស្រាអែលដោយអាហារទឹកនិងអគ្គិសនីគឺមានការខ្វះខាតយ៉ាងខ្លាំងក្រុមមនុស្សធម៌បានព្រមានពីគ្រោះទុរភិក្សនិងជំងឺឆ្លងកាន់តែអាក្រក់ឡើងខណៈដែលជំនួយនៅតែបន្តប្រឈមមុខនឹងការរឹតបន្តឹងមិនឲ្យចូលយ៉ាងធ្ងន់ធ្ងរពីអ៊ីស្រាអែលបើតាមរបាយការណ៍ផ្កាយរណបពីកាសែត Haaretz និង Financial Times បានបង្ហាញថាប្រហែលជា 70% ទៅ 89% នៃអគារទាំងអស់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានខូចខ្ទេចឬបំផ្លាញទាំងស្រុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ឥឡូវបានក្លាយជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីនេះដោយប្រជាជនសាមញ្ញទទួលរងគ្រោះទុក្ខវេទនាបំផុតនៅពេលដែលសង្គ្រាមឈានចូលដល់ឆ្នាំទី3របស់ខ្លួនការបំផ្លិចបំផ្លាញដ៏ធំបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបៀបដែលហ្គាហ្សាអាចត្រូវបានសាងសង់ឡើងវិញតើអ្នកណានឹងទទួលខុសត្រូវហើយតើសន្តិភាពយូរអង្វែងអាចសម្រេចបានដែរឬយ៉ាងណាក្រុមបះបោរភាគខាងត្បូងថៃមិនបន្ធូរដៃឡើយដោយបំផ្ទុះគ្រាប់បែក3គ្រាប់ទៀតនៅខេត្តយ៉ាឡាទីក្រុងបាងកករឹតតែក្តៅទៅហើយក្រុមបះបោរភាគខាងត្បូងថៃបានបើកការវាយប្រហារជាបន្តទៀតមិនបន្ធូរដៃសោះដោយកាលពីរាត្រីថ្ងៃអង្គារទី7ខែតុលាឆ្នាំ2025នេះពួកគេបានបំផ្ទុះគ្រាប់បែកចំនួន3គ្រាប់នៅខេត្តយ៉ាឡាយោងតាមការចុះផ្សាយរបស់កាសែត Khosod ការវាយប្រហារបានកើតឡើងនាវេលាម៉ោង 9:24 នាទីយប់នៅមុខមជ្ឈមណ្ឌលយុវជនក្រុងយ៉ាឡាក្នុងស្រុកមឿងក៏ប៉ុន្តែមិនមានការបញ្ចេញរបាយការណ៍អំពីមនុស្សស្លាប់ឬរបួសនោះទេទោះបីជាយ៉ាងណាក៏ដោយមន្ត្រីជំនាញពាក់ព័ន្ធមិនប្រាប់លម្អិតអំពីការវាយប្រហារនេះឡើយដោយគ្រាន់តែបង្ហើបថាពួកគេកំពុងបើកការស៊ើបអង្កេតហើយព្រមានដល់ពលរដ្ឋកុំទៅកន្លែងកើតហេតុឬចេញពីផ្ទះបើមិនចាំបាច់និងស្នើសុំឲ្យមានការចូលរួមសហការជាមួយសមត្ថកិច្ចប្រសិនបើមានការស្នើសុំការបំផ្ទុះគ្រាប់បែកជាថ្មីនេះគូសបញ្ជាក់ពីស្ថានភាពកាន់តែវឹកវរនៅភាគខាងត្បូងប្រទេសថៃដែលកើតមានការវាយប្រហារសឹងតែរាល់ថ្ងៃទៅហើយបង្កជាភាពចលាចលនិងអសន្តិសុខយ៉ាងខ្លាំងនៅតំបន់នោះកាលពីរំលងអាធ្រាត្រថ្ងៃ
ច័ន្ទឈានចូលថ្ងៃអង្គារក្រុមផ្ដាច់ខ្លួនក៏បានបំផ្ទុះគ្រាប់បែកនៅក្នុងខេត្តផាត់តានីផងដែរដោយសកម្មប្រយុទ្ធមួយក្រុមមានគ្នា5ទៅ6នាក់បានចាប់ចងនិងប្លន់យកកាំភ្លើងពីឆ្មាំសន្តិសុខនៅឯសាកលវិទ្យាល័យ Fentoni នៅក្នុងស្រុកយ៉ារ៉ាងរួចក៏បំផ្ទុះទូ ATM របស់ធនាគារ Islamic Bank នៅក្បែរនោះផងដែរមុននោះមួយថ្ងៃក្រុមចោរក៏បានចូលប្លន់ហាងមាសមួយដោយប្លន់បានគ្រឿងអលង្ការសរុបតម្លៃជាង$1 លានសហរដ្ឋអាមេរិកផងដែរនៅក្នុងខេត្ត Narathiwat តាមរបាយការណ៍សមត្ថកិច្ចពួកគេមានគ្នាប្រហែល10នាក់បានចូលប្លន់ហាងមាសមួយកន្លែងនៅក្នុងផ្សារទំនើប Big C នៅក្នុងខេត្ត Sungai ក្រោយប្លន់បានសម្រេចពួកគេក៏បានធ្វើដំណើរចាកចេញពីទីនោះហើយឆ្លងដែនចូលទៅក្នុងប្រទេសម៉ាឡេស៊ីភ្លាមៗតែម្ដងកម្ពុជាថៃនឹងរៀបចំចុះហត្ថលេខាសន្តិភាពក្រោមអធិបតេយ្យភាពរបស់លោកដូណាល់ត្រាំចុងខែនេះនៅម៉ាឡេស៊ីបើគ្មានអ្វីប្រែប្រួលទេនៅចុងខែតុលាខាងមុខនេះស្របជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីដែលជាប្រធានបដូវវេនអាស៊ានកម្ពុជានិងថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ក្រោមអធិបតេយ្យភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដែលជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់កាលពីថ្ងៃទី28ខែកក្កដាយោងតាមការចេញផ្សាយរបស់ Politico ដែលមានស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិកដោយស្រង់សម្ដីប្រភពយ៉ាងហោចណាស់3នាក់ដែលបានដឹងពីគម្រោងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដែលគ្រោងនឹងធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលត្រូវរៀបចំឡើងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាខាងមុខនេះសេចក្តីរាយការណ៍នេះបានឲ្យដឹងថារដ្ឋាភិបាលម៉ាឡេស៊ីដឹកនាំដោយនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាអ្នកតស៊ូយ៉ាងស្វិតស្វាញក្នុងការសម្របសម្រួលបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជាថៃបានយល់ព្រមអនុញ្ញាតឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំធ្វើជាប្រធានក្នុងពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជាថៃតាមសេចក្តីរាយការណ៍ដដែលមន្ត្រីសេដ្ឋវិមានកំពុងតែរៀបចំលក្ខខណ្ឌឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំចូលរួមក្នុងកិច្ចប្រជុំកំពូលនេះហើយនឹងធ្វើជាប្រធាននៃពិធីចុះហត្ថលេខាខាងលើផងដែរប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងខែកញ្ញាថាលោកគឺជាអ្នកបញ្ចប់សង្គ្រាមចំនួន7ក្នុងរយៈពេល7ខែនៃការឡើងកាន់អំណាចរបស់លោកក្នុងចំណោមសង្គ្រាមទាំងនោះក៏មានសង្គ្រាមផ្ទុះអាវុធរវាងកម្ពុជាថៃផងដែរកាលពីចុងខែកក្កដាដែលបណ្ដាលឲ្យយោធាស្លាប់និងរំពោះទាំងសងខាងនិងមានជនភៀសសឹករាប់សែននាក់